សួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយអ្នកគ្រូទៀតហើយណាថ្ងៃនេះអ្នកគ្រូមកឆ្នៃម៉ូដរបៀបយើងដើរលេងសមុទ្រអីចឹងណាកូនសិស្សទាំងអស់គ្នាចាហើយមកវីដេអូនេះគឺអ្នកគ្រូប្រើសម្ភារៈមួយសេតហ្មងគឺអ្នកគ្រូប្រើក្តារអុកជក់មុខមួយជក់តប់គឺអ្នកគ្រូប្រើនៅក្នុងវីដេអូនឹងទាំងអស់អញ្ចឹងណាកូនសិស្សទាំងអស់គ្នាចាគឺអ្នកគ្រូចាប់ផ្ដើមឆ្នៃម៉ូដរបៀបដើរលេងសមុទ្រខ្ជូតខ្ជូតអីចឹងណាកូនសិស្សទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកគ្រូចាប់ផ្ដើមលាបទឹកភ្ជាប់ជាមុនសិនណាកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូលាបទឹកភ្ជាប់ហើយអ្នកគ្រូចូលអាំងចំនួន30វិនាទីសិនកាលណាដែលយើងលាបទឹកភ្ជាប់យើងបាច់ចាំអាំងឲ្យវាស្ងួតទេកូនសិស្សទាំងអស់គ្នាចាគឺយើងអាំងឲ្យវារៀងស្អិតស្អិតតិចទៅដើម្បីឲ្យវាភ្ជាប់ជាមួយនឹងជែលរបស់យើងណាចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមយកជែលចាហួយមកលាបក្រាលលើផ្ទៃកញ្ចក់របស់យើងសិនចាកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមលាបជែលចាហួយរួចហើយអ្នកគ្រូចូលអាំងចំនួន60វិនាទីចឹងអ្នកគ្រូចូលអាំងរួចហើយអ្នកគ្រូចាប់ផ្ដើមលាបមួយជាន់ទៀតណាកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូលាបមួយជាន់ទៀតដើម្បីឲ្យវាឃើញរៀងមានពណ៌ជែលរៀងក្រាស់បន្តិចណាកូនសិស្សទាំងអស់គ្នាដោយសារម៉ូដនេះអ្នកគ្រូឆ្នៃគូបែបទេសភាពអីចឹងទៅអញ្ចឹងអ្នកគ្រូចាប់ផ្ដើមលាបគ្រប់ម្រាមរួចហើយអ្នកគ្រូចូលអាំងចំនួន60វិនាទីទៀតណាកូនសិស្សទាំងអស់គ្នាដើម្បីឲ្យជែលយើងឆ្អិនល្អយើងអាំងរួចហើយចាំយើងយកមកឆ្នៃម៉ូដកូនសិស្សទាំងអស់គ្នាអញ្ចឹងឥឡូវអ្នកគ្រូចាប់ផ្ដើមអាំងពណ៌ជែលរបស់យើងរួចហើយឥឡូវអ្នកគ្រូចាប់ផ្ដើមឆ្នៃម៉ូដកូនសិស្សទាំងអស់គ្នាគឺអ្នកគ្រូជ្រើសរើសយកពណ៌សរួចអ្នកគ្រូយកជក់តប់យើងយកមកតប់វាបែបហ្នឹងណាដើម្បីឲ្យវាចេញស្មៅណាកូនសិស្សទាំងអស់គ្នាចាគឺអ្នកគ្រូតប់វាបែបហ្នឹងរបៀបដូចសមុទ្រកូនសិស្សទាំងអស់គ្នាចាគឺអ្នកគ្រូឆ្នៃតប់វាអញ្ចឹងទៅគឺអ្នកគ្រូប្រាស់សម្ភារៈនៅក្នុងវីដេអូហ្នឹងគឺអ្នកគ្រូប្រើប្រាស់ច្រើនមែនទែនកូនសិស្សទាំងអស់គ្នាអាចមើលវីដេអូហ្នឹងហើយកូនសិស្សទាំងអស់គ្នាអាចយកទៅធ្វើតាមបានណាកូនសិស្សទាំងអស់គ្នាចាថាជក់ណាដែលយើងត្រូវប្រើកន្លែងណាជក់ណាដែលយើងត្រូវប្រើវគ្គណាយើងត្រូវប្រើរបៀបម៉េចគឺកូនសិស្សទាំងអស់គ្នាមើលវីដេអូអ្នកគ្រូបានណាហើយយើងយកទៅអនុវត្តទៅអញ្ចឹងអ្នកគ្រូចាប់ផ្ដើមជ្រើសរើសយកជក់តប់អ្នកគ្រូតប់ពីម្រាមរួចហើយអ្នកគ្រូតប់ពណ៌ទឹកប៊ិចដើម្បីឲ្យវាចេញស្រមោលបែបទឹកសមុទ្រណាកូនសិស្សទាំងអស់គ្នាចាគឺអ្នកគ្រូយកពណ៌ទឹកប៊ិចមកតប់ស្រមោលវាបែបនេះកាលណាដែលយើងលាបទៅគឺវាឃើញដិតពេកកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូចាប់ផ្ដើមយកជក់តប់មកតប់វាបែបនេះបន្ទាប់មកអ្នកគ្រូចូលអាំងសិនកាលណាដែលយើងអត់ចូលអាំងគឺវាប្រផ្លាយជែលយើងចូលគ្នាកូនសិស្សទាំងអស់គ្នាកន្លែងនេះអ្នកគ្រូបញ្ជាក់គឺយើងតប់មកពណ៌យើងចូលអាំងមកពណ៌ដើម្បីឲ្យពណ៌ជែលយើងវាចេញមកវាច្បាស់ល្អកុំឲ្យវាប្រផ្លាយចូលគ្នាពេកវាគ្រាន់តែមើលមកស្រមោលដូចចូលគ្នាប៉ុន្តែគ្រាន់ថាវាច្បាស់អញ្ចឹងណាកូនសិស្សទាំងអស់គ្នាអញ្ចឹងកូនសិស្សទាំងអស់គ្នាអាចមើលវីដេអូអ្នកគ្រូបានតាមមកអ្នកគ្រូយកពណ៌លឿងមកតប់វាទៀតរួចហើយអ្នកគ្រូជ្រើសរើសយកក្តារអុកដើម្បីមកឆ្នៃម៉ូដណាកូនសិស្សទាំងអស់គ្នាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមប្រើក្តារអុកអញ្ចឹងអ្នកគ្រូជ្រើសរើសយកជែលពណ៌ខ្មៅអ្នកគ្រូយករូបដើមដូងណាកូនសិស្សទាំងអស់គ្នាចាគឺយើងយកប៉ុងយើងមកអុកបែបនេះមកហើយយើងជូតគៀនប្រឡាក់វាចេញឲ្យស្អាតចាំយើងយកមកអុកលើកញ្ចក់អញ្ចឹងអ្នកគ្រូចាប់ផ្ដើមអុករួចហើយម្រាមដៃមេឬម្រាមដៃនាងណាកូនសិស្សទាំងអស់គ្នាអញ្ចឹងអ្នកគ្រូបន្តទៅឆ្នៃម៉ូដម្រាមដៃកដាលចាសម្រាប់ម្រាមដៃកដាលអ្នកគ្រូជ្រើសរើសយកជក់មុខមួយដើម្បីមកប្រើអញ្ចឹងអ្នកគ្រូជ្រើសរើសយកជែលគូខ្លងយកមកផាត់ពណ៌វាបែបហ្នឹងណាកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូផាត់ពណ៌ចុងអញ្ចឹងមកចាអ្នកគ្រូគូសចុងពណ៌ស្វាយអញ្ចឹងមកដើម្បីឲ្យម៉ូដកញ្ចក់របស់យើងស៊ីគ្នាជាមួយនឹងអាម៉ូដទេសភាពដែលយើងធ្វើពីម្រាមមុនណាកូនសិស្សទាំងអស់គ្នាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមចូលមកម្រាមដៃច្អល់អ្នកគ្រូជ្រើសរើសយកពណ៌ទឹកសមុទ្រចាដោយសារតែយើងម៉ូដកញ្ចក់យើងបែបទេសភាពអញ្ចឹងយើងជ្រើសរើសយកពណ៌ណារបៀបរៀង
ធម្មជាតិណាកូនសិស្សទាំងអស់គ្នាមិនយើងចេញចេះតែដាក់មកពណ៌ក្រហមពណ៌លឿងអីទេយើងត្រូវមើលយ៉ាងណាឲ្យវាស៊ីគ្នានឹងម៉ូដរបស់យើងអញ្ចឹងអ្នកគ្រូចាប់ផ្ដើមគូសរៀងប្រឆិតអញ្ចឹងមកកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូជ្រើសយកពណ៌រៀងទឹកសមុទ្រអ្នកគ្រូគូសប្រឆិតបែបនេះហើយអ្នកគ្រូប្រើជាមួយនឹងជក់មុខមួយដូចគ្នាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមវារួចហើយអ្នកគ្រូចូលអាំងឲ្យវាស្ងួតសិនណាកូនសិស្សទាំងអស់គ្នាបើយើងអត់ចូលអាំងទេយើងអាចយកមកគូសម៉ូដវាបន្លាយចូលគ្នាឥឡូវចូលដល់ម្រាមដៃកូនអ្នកគ្រូចាប់ផ្ដើមជ្រើសរើសគូយកបែបពពកកូនសិស្សទាំងអស់គ្នាចាធម្មតាទេតែមានសមុទ្រមានមេឃមានផ្ទៃមេឃអីចឹងហើយកូនសិស្សទាំងអស់គ្នាដើម្បីឲ្យវាស៊ីគ្នាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមគូសពពកវាបែបហ្នឹងចាយើងគូសវាឲ្យពេញផ្ទៃកញ្ចក់ហ្នឹងមកដើម្បីឲ្យវាស៊ីគ្នានឹងម៉ូដកញ្ចក់របស់យើងហើយសម្រាប់សម្ភារៈប្រើប្រាស់គឺអ្នកគ្រូប្រើប្រាស់ជក់មុខមួយដើម្បីយកមកវាងាយស្រួលណាកូនសិស្សទាំងអស់គ្នាបន្ទាប់មកគឺអ្នកគ្រូគូសបែបហ្នឹងរួចហើយអ្នកគ្រូចាប់ផ្ដើមមកចូលអាំងឲ្យវាស្ងួតសិនណាកូនសិស្សទាំងអស់គ្នាចាហើយយើងតក់វាបែបហ្នឹងមកដើម្បីឲ្យម៉ូដកញ្ចក់យើងវាមើលមកកាន់តែស្អាតចាសម្រាប់ពពកគឺអ្នកគ្រូគូសបែបហ្នឹងហើយវាងាយស្រួលមែនតើម៉ូដនេះគឺនិយាយថាស្អាតខ្លាំងហ្មងឥឡូវអ្នកគ្រូចាប់ផ្ដើមមកម្រាមដៃកដាលអ្នកគ្រូជ្រើសរើសយកម៉ូដអ្នកគ្រូគូសម៉ូដអិនតនូកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូគូសម៉ូដអិនតនូចាសម្រាប់ម៉ូដអិនតនូនេះបើយើងគូសចង់ចេញពណ៌ស្អាតចេញអិនតនូច្បាស់អ្នកគ្រូប្រាប់ពីរបៀបធ្វើគឺយើងគូសមួយយើងត្រូវចូលអាំងមួយកូនសិស្សទាំងអស់គ្នាគ្រាន់តែថាក្នុងវីដេអូនេះអ្នកគ្រូកាត់ចាតែអ្នកគ្រូគូសមួយអ្នកគ្រូចូលអាំងមួយដើម្បីឲ្យជែលយើងស្ងួតវាអត់ប្រផ្លាយចូលគ្នាកូនសិស្សទាំងអស់គ្នាកូនសិស្សខ្លះឆ្ងល់ថាអ្នកគ្រូហេតុអីក៏ខ្ញុំគូសអិនតនូចេញមកអត់ច្បាស់ដូចអ្នកគ្រូវាប្រផ្លាយចូលគ្នាអញ្ចឹងទៅតែអ្នកគ្រូបញ្ជាក់យើងគូសមួយពណ៌យើងត្រូវចូលអាំងមួយពណ៌សិនកាលណាដែលយើងអត់ចូលអាំងគឺពណ៌ជែលយើងវាប្រផ្លាយចូលគ្នាហើយវាអត់ច្បាស់បែបហ្នឹងឯងកូនសិស្សទាំងអស់គ្នាបន្ទាប់ពីអ្នកគ្រូគូសអិនតនូរួចហើយអ្នកគ្រូចាប់ផ្ដើមថែមផ្កាយកូនសិស្សទាំងអស់គ្នាចាឲ្យវាស៊ីជាមួយនឹងអិនតនូរបស់យើងកុំថែមច្រើនពេកយើងថែមតែមួយអីចឹងទៅពីរអីចឹងទៅដើម្បីឲ្យវាមើលមកកុំឲ្យវាស្កាស់កូនសិស្សទាំងអស់គ្នាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមដាក់ផ្កាយលើមួយក្រោមមួយចឹងទៅគឺមើលមកវាស្អាតហើយវាលិចអញ្ចឹងណាកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមគូសផ្កាយហើយអ្នកគ្រូចូលអាំងសិនកូនសិស្សទាំងអស់គ្នាដើម្បីឲ្យជែលយើងស្ងួតល្អខណៈដែលយើងអត់ចូលអាំងទុកយូរទៅវាអាចប្រផ្លាយអីចឹងវាចេញទៅជារូបអីផ្សេងហើយឥឡូវបន្ទាប់មកអ្នកគ្រូចូលមកម្រាមដៃចអុលគឺអ្នកគ្រូប្រើឈើតក់និយាយទៅក្នុងវីដេអូនេះគឺអ្នកគ្រូប្រើសម្ភារៈសេតហ្មងចាកូនសិស្សទាំងអស់គ្នាមិនឆ្ងល់ថាសម្ភារៈទាំងអស់ប្រើនៅក្នុងពេលណាយើងប្រើនៅក្នុងពេលតែមួយក៏បានដែរឲ្យតែយើងចេះប្រើចាអញ្ចឹងអ្នកគ្រូប្រើឈើតក់យកមកតក់បែបហ្នឹងហើយអ្នកគ្រូយកជក់មុខមួយមកវាឲ្យចេញជាផ្កាកូនសិស្សទាំងអស់គ្នាចាបន្ទាប់មកយើងដាក់បដូរផ្កាអញ្ចឹងមកឲ្យវាលេចធ្លោឲ្យវាខ្ជូតចឹងទៅកូនសិស្សទាំងអស់គ្នាចាអញ្ចឹងសម្រាប់ម៉ូដនេះគឺយើងដើរលេងសមុទ្រដើរលេងអីគឺត្រូវហើយស្អាតមែនតែនឥឡូវអ្នកគ្រូចាប់ដើមគូសហើយអ្នកគ្រូចូលអាំងរួចហើយយើងយកមកលាបទឹក UV កូនសិស្សទាំងអស់គ្នាចាអញ្ចឹងយើងលាបទឹក UV វាចុងក្រោយនៃវីដេអូហ្នឹងហើយកូនសិស្សទាំងអស់គ្នាយើងលាបទឹក UV រួចហើយយើងលាបវាបែបហ្នឹងយើងបិទមុខវាអីចឹងមកចាបន្ទាប់មកយើងចាប់ផ្ដើមចូលអាំងចំនួន60វិនាទីទៀតណាកូនសិស្សទាំងអស់គ្នាចាអញ្ចឹងមកកញ្ចក់យើងរួចហើយមើលកូនសិស្សទាំងអស់គ្នាស្អាតអត់អញ្ចឹងសម្រាប់វីដេអូហ្នឹងអ្នកគ្រូមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ